ចង់រៀនគូចង់រៀនឆ្លាក់ចង់រៀនឆ្លាក់ 3D នៅក្នុងកុំព្យូទ័រកម្មវិធី Nomad មែនទេអូខេចង់អភិវឌ្ឍជំនាញខ្លួនឯងឲ្យកាន់តែប្រសើរអូខេអញ្ចឹងបងប្អូនមកចំកន្លែងមួយដែលអាចនឹងខ្ញុំនឹងចែករំលែកចំណេះដឹងដែលខ្ញុំមានទៅដល់បងប្អូនជាពិសេសបងប្អូនចំនួនក្រោយដែលចង់រៀនចេះគូ 3D នៅក្នុងកម្មវិធី Nomad ចឹងសូមស្វាគមន៍មកដល់ channel របស់ខ្ញុំណាខ្ញុំឈ្មោះប៊ុនឈៀងគឺជាអតីតគ្រូបង្រៀនផ្នែកចម្លាក់និងគំនូរមើលឃើញនៅមហាវិទ្យាល័យសិល្បៈសូរូបនៃសាកលវិទ្យាល័យភូមិវិចិត្រសិល្បៈសប្តាហ៍ថ្ងៃនេះគឺជាគ្រូបង្រៀនចូលនិវត្តន៍ហើយជាគ្រូបង្រៀនចូលនិវត្តន៍ទៅបង្រៀនធម្មតានៅសាលាណាអញ្ចឹង channel នេះខ្ញុំនឹងចែករំលែកអំពីការគូរគំនូរការគូរក្បាច់ឬក៏ការគូរ motif ផ្សេងៗនិងបច្ចេកវិទ្យាផ្សេងៗតាក់ទងជាមួយនឹង 3D នៅក្នុងកម្មវិធី Nomad សម្រាប់អ្នកដែលចង់ចាប់ផ្ដើមរៀនឬអ្នកដែលចង់អភិវឌ្ឍជំនាញគូររបស់ខ្លួនឲ្យកាន់តែប្រសើរអញ្ចឹងខ្ញុំគិតថាបងប្អូនអាចនឹងសាកល្បងរៀននៅការបង្ហាញរបស់ខ្ញុំទោះបីតិចក្តីច្រើនក្តីថ្ងៃក្រោយបងប្អូនអាចនឹងធ្វើបានហើយមិនថាបងប្អូនជាអ្នកចាប់ផ្ដើមឬក៏ធ្លាប់គូឬក៏មានបទពិសោធន៍អីខ្លះៗទេអញ្ចឹងទៅអាចនឹងព្យាយាមមើលទៅជួនកាលទៅអាចមានជា tip ខ្លះៗបងប្អូនអាចយកទៅអនុវត្តបានអញ្ចឹងបងប្អូនចាប់អារម្មណ៍អាចតាមដានវីដេអូរបស់ខ្ញុំឬហើយនឹងសម្រាប់ព័ត៌មានបន្ថែមនឹងអាចសួរសម្រួលផ្សេងៗអាចចូលទៅក្នុង link ឬក៏ចូលទៅក្នុង Telegram របស់ខ្ញុំឬក៏ចូលទៅក្នុង chat Facebook page របស់ខ្ញុំអាច chat សួរនាំសំណួរអ្វីដែលខ្ញុំអាចឆ្លើយបានខ្ញុំឆ្លើយមិនបានទេខ្ញុំសូម post មកតិចដើម្បីធ្វើការស្រាវជ្រាវបន្ថែមព្រោះខ្ញុំសប្បាយចិត្តនៅពេលមានសំណួរណាដែលខ្ញុំមិនចេះសំណួរណាដែលចេះខ្ញុំមិនចង់ឆ្លើយហ្មងទេព្រោះវាអត់មានធ្វើការ research ណាអញ្ចឹងបើសួរសំណួរណាដែលលំបាកដែលខ្ញុំអត់ចេះខ្ញុំសប្បាយខ្ញុំសូមស្វាគមន៍ហើយខ្ញុំនឹងឆ្លៀតនឹងជួយរកហេតុផលឬក៏ធ្វើបទបង្ហាញអីយ៉ាងម៉េចទោះបីរយៈពេលខ្លីឬក៏រយៈពេលវែងយ៉ាងម៉េចខ្ញុំនឹងព្យាយាមឆ្លើយតបទៅតាមអ្វីដែលខ្ញុំអាចធ្វើទៅបានចឹងអូខេហើយសង្ឃឹមថាបងប្អូនអាចនឹងមានចំណេះដឹងខ្លះៗតាក់ទងជាមួយនឹងទទួលបានចំណេះដឹងខ្លះៗពីការចែករំលែករបស់ខ្ញុំទៅដល់បងប្អូនហើយខ្ញុំសង្ឃឹមថាបងប្អូនរៀនរយៈពេលខ្លីទេជាមួយខ្ញុំគឺរៀនរយៈពេលខ្លីខ្ញុំបង្រៀនថ្នាក់មូលដ្ឋានឲ្យបងប្អូនអាចទៅធ្វើការស្រាវជ្រាវខ្លួនឯងបានមិនលើសពី20ម៉ោងទេគឺយើងនឹងធ្វើឲ្យបងប្អូនឯងអាចធ្វើការស្រាវជ្រាវបានធ្វើការងារបានគឺខ្ញុំបង្ហាញអំពី tip ក្នុងការប្រើប្រាស់ទី1ឲ្យស្វែងយល់អំពី tool នីមួយៗ property របស់ tool ហើយរបៀបឆ្លាក់វាយ៉ាងម៉េចណាចឹងតែខ្ញុំនឹងចែករំលែកតាមអ្វីដែលខ្ញុំអាចធ្វើបានអូខេអរគុណច្រើនហើយសង្ឃឹមថាបងប្អូនអាចនឹងតាមដាន channel របស់ខ្ញុំ